ngày nắng cứ nhôm được phơiอย่างnát thaoปนใส่บอnhômเอาบ้างถ้าเป็นnhômไอ้thaoปนใส่nhômบ้างคือก็เธอเอาnhômมันเรียนเรียลแต่nhômไม่ได้อยากไปตามใจ36 ម៉ោងតែប៉ុណ្ណោះចឹងឥឡូវនឹងចង់ទៅណាទៅចិនទៀតណាហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់ម៉ោងទី1នឹងវិញគឺថាខ្ញុំត្រូវឡើងកប៉ាល់ហោះទៅចិនទៀតហើយយើងជិះដំណើរទៅហើយបងប្អូនតែពេលហ្នឹងគឺខ្ញុំគិតថាប្រហែលជាតែ5 ម៉ោងអីគឺខ្ញុំថើបប្អូនខ្ញុំយកលុយ1 លានរៀលបានហើយសំខាន់ដល់ពេលហ្នឹងគឺជួបពូប្រាក់មីទៀតហើយពេលដែលខ្ញុំអង្គុយចិត្តប្អូនខ្ញុំហ្នឹងគឺខ្ញុំគិតថាអូតែប៉ុណ្នេះចប់បាត់ហើយប៉ុន្តែចៃដន្យអីដែរទាំងអស់គ្នាខ្ញុំគេងលក់បាត់ហើយគាត់តែភ្ញាក់ភ្លាមគឺយើងមកដល់ទីតាំងបណ្ដោយឥឡូវនេះគឺយើងមកដល់ក្រុមជើហើយបងប្អូនតែនៅពេលហ្នឹងផងដែរគឺខ្ញុំបានចំណាយពេលអស់6 ម៉ោងហើយអញ្ចឹងគឺខ្ញុំនៅសល់ពេលត្រឹមតែ30 ម៉ោងទៀតតែប៉ុណ្ណោះចាឥឡូវនេះគឺម៉ោង7:40ហើយមេឃវិញគឺខែត្រជាក់ខ្លាំងមែនទេហើយនៅពេលហ្នឹងខ្ញុំបានធ្វើដំណើរទៅកាន់អូតែហើយនៅពេលដែលទៅហ្នឹងគឺខ្ញុំក៏បានភ្លេចបេសកកម្មដែលត្រូវលួចថើបប្អូនខ្ញុំបាត់ហើយបន្ទាប់ពីការធ្វើដំណើរអស់ជាង2 ម៉ោងមកគឺយើងក៏បានទៅដល់អូតែដើម្បីញ៉ាំអាហារពេលព្រឹកអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំនៅសល់រយៈពេលត្រឹមតែ28 ម៉ោងទៀតតែប៉ុណ្ណោះឥឡូវនេះគឺយើងមកដល់បន្ទប់ហើយបងប្អូនបន្ទាប់ពីពេលដែលយើង check in ហើយគឺខ្ញុំក៏បានចេញដំណើរទៅក្រៅមួយប្អូនខ្ញុំទៀតហើយខ្ញុំបដិញ្ញាថាទីទៀតគឺត្រូវតែថើបឲ្យបានអញ្ចឹងគឺយើងទៅតទៀតហើយបើគិតនៅពេលដែលយើងកំពុងទៅដើរនៅវិញគឺខ្ញុំនៅសល់ពេលតែ24 ម៉ោងឬក៏ស្មើទៅនឹងថ្ងៃទៀតគឺចប់ challenge ហើយទោះបីយ៉ាងណាក៏ដោយគឺយើងរកឱកាសថើបអត់ទាន់បានអញ្ចឹងគឺខ្ញុំក៏បានធ្វើការញ៉ាំអាហារថ្ងៃត្រង់ផងដែរដែលអាហារថ្ងៃត្រង់គឺច្រើនខ្លាំងមែនទែនចាឥឡូវនេះគឺខ្ញុំនាំប្អូនខ្ញុំទៅដើរលេងសិនដើម្បីឲ្យគាត់ភ្លេចពីបេសកកម្មយើងដែលបន្ទាប់ពីនោះមកគឺថាខ្ញុំអត់មានធ្វើអីទេនោះទេគឺអ្នកទាំងអស់គ្នាគឺខ្ញុំក៏បានធ្វើការដើរលេងមួយប្អូនខ្ញុំធម្មតាហើយខ្ញុំអត់មានបំណងថើបគាត់នោះទេដើម្បីកុំឲ្យគាត់ដឹងខ្លួនមុនណាដែលនៅពេលនេះគឺខ្ញុំដើរលេងរហូតដល់សល់ត្រឹម18 ម៉ោងនៅពេលនេះផងដែរគឺថាម៉ោង7 ជាងហើយបងប្អូនហើយនៅស្រុកនេះគឺមនុស្សច្រើនមែនតើសំខាន់ដល់ពេលហ្នឹងគឺថាប្អូនខ្ញុំមកលាបក្រែមឲ្យខ្ញុំទៀតទោះបីយ៉ាងណាក៏ដោយដើម្បីបើកម្លាំងគឺខ្ញុំក៏បានបដាក់អាហារពេលល្ងាចដែរហើយបន្ទាប់មកគឺខ្ញុំចង់ថើបប៉ុន្តែនិយាយទៅប្អូនខ្ញុំគឺដឹងរហូតអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំចំណាយពេលអស់20 ម៉ោងអញ្ចឹងពេលវេលារបស់ខ្ញុំគឺនៅសល់តែ16 ម៉ោងទេហើយខ្ញុំក៏បានធ្វើការញ៉ាំបាយមួយគាត់ផងដែរពេលហ្នឹងគឺខ្ញុំអត់នឹកឃើញរឿងថើបសោះហ្មងណាតែឥឡូវនេះគឺយើងញ៉ាំបាយមានកម្លាំងហើយតែបន្ទាប់ពីហ្នឹងមកគឺថាខ្ញុំក៏បាននាំប្អូនស្រីរបស់ខ្ញុំដើរលេងមើលទេសភាពនៅចិនហ្នឹងផងដែរហើយក៏បានទៅទិញអីញ៉ាំជូនគាត់ទៀតអញ្ចឹងផ្លែរបស់ខ្ញុំគឺថាខ្ញុំនឹងថើបប្អូនខ្ញុំនៅក្នុងបន្ទប់អូតែនិយាយទៅនៅពេលដែលខ្ញុំនិយាយហ្នឹងគឺថាហំហួនខ្លាំងមែនតែបន្ទាប់ពីចុះពីលើឡានភ្លាមទៅដល់បន្ទប់គឺខ្ញុំដេកលក់មកយប់ទល់ភ្លឺបណ្ដោយសំខាន់គឺថាខ្ញុំគេងលក្ខណៈត្រង់ទ្រីធំយកហ្មងឥឡូវទៅផងដែរគឺថាមក8ព្រឹកហើយមានន័យថាខ្ញុំចំណាយពេលអស់32 ម៉ោងដល់តែពេលនៅសល់តែ4 ម៉ោងទៀតចឹងទៅគឺខ្ញុំភ័យមែនតើដោយសារតែលុយ1 លានរៀលរបស់ខ្ញុំគឺចិត្តបាត់រលត់ហើយបន្ទាប់ពីហ្នឹងទៀតគឺខ្ញុំក៏បានចំណាយពេល1 ម៉ោងដើម្បីញ៉ាំអីយកកម្លាំងហើយសង្ឃឹមថាខ្ញុំនឹងថើបប្អូនខ្ញុំបានហើយយើងទៅឃ្លាំង DOSB សំខាន់ដល់ពេលជិះឡានទៅហ្នឹងគឺប្អូនខ្ញុំអង្គុយនៅខាងក្រោយទៀតហើយបន្ទាប់ពីការធ្វើដំណើរមកគឺយើងក៏បានទៅដល់នៅពេលដែលទៅដល់ភ្លាមចឹងគឺខ្ញុំបានគិតខ្លាំងមែនតើថាធ្វើមិនទើបខ្ញុំអាចថើបប្អូនស្រីរបស់ខ្ញុំបានប៉ុន្តែមុនពេលដែលខ្ញុំទៅថើបប្អូនស្រីខ្ញុំហ្នឹងខ្ញុំក៏ចង់និយាយតែទៅនឹង DOSB ផងដែរដែល DOSB គឺជាក្រុមហ៊ុនដឹកជញ្ជូនរបស់កូនខ្មែរយើងតែម្ដងសំខាន់គឺគេមានឃ្លាំងនៅក្នុងប្រទេសចិនហើយនៅពេលដែលខ្ញុំទៅដល់ឃ្លាំងចឹងទៅគឺខ្ញុំមានមោទនភាពខ្លាំងមែនទែនដែលកូនខ្មែររបស់យើងគឺគាត់អាចបើក business នៅក្នុងប្រទេសចិនហើយទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីរដ្ឋាភិបាលចិនទៀតសំខាន់ DOSB គឺបានបើកដំណើរការរយៈពេល1 ឆ្នាំហើយមានអតិថិជនរហូតដល់60,000 នាក់ដែលចំពោះទំនិញតូចបែបនេះថ្លៃដឹកគឺសមរម្យខ្លាំងមែនទែនគឺចាប់ពី 2000 រៀលហើយបើថាទំនិញរបស់បងប្អូនធំលក្ខណៈបែបនេះអីគឺគេគិតតម្លៃជាគីបជូនដែលក្នុងមួយគីបគឺតម្លៃតែ$148តែប៉ុណ្ណោះចាំមិនថាបងប្អូនជាអ្នកបោះដុំក្តីជាអ្នកលក់រាយក្តីចង់ទិញអីវ៉ាន់ពីចិនអីគឺអាចមកចាប់អារម្មណ៍ជាមួយនឹង DOSB បានសេវាកម្មគាត់ល្អទំនុកចិត្តខ្ពស់ទៀតមានអារម្មណ៍មិនដែរហើយដោយសារតែពេលហ្នឹងគឺថាប្អូនខ្ញុំបានចាប់អារម្មណ៍គឺខ្ញុំក៏បានថើបប្អូនខ្ញុំឈ្នះហ្នឹងហើយអ្នកនរគ្នា1 ម៉ោងចុងក្រោយចឹងគឺជោគជ័យដៃ2